បាទសួស្តីបងថ្ងៃនេះមកទៀតហើយមកមើលបញ្ហាស្ទះជូនភ្ញៀវកាលណាដែលយើងបើកខាងលើទៅវាតែងតែហូរខាងក្រោមណាអញ្ចឹងបងម្ចាស់ផ្ទះគាត់ថាមានបញ្ហាអីគេអញ្ចឹងខ្ញុំក៏ទៅចែកមើលជូនគាត់ដោយសារតែបញ្ហាទីយោគាត់ហ្នឹងគឺស្ទះខ្លាំងជាមួយនឹងខ្លាញ់កំណកខ្លាញ់អញ្ចឹងគាត់ប្រើយូរឆ្នាំដែរគាត់ថាមិនដែលបានស្ទះទេអញ្ចឹងបើតាមដឹងនេះគាត់ថាប្រើចូលកាន់ឆ្នាំចូល10ឆ្នាំហើយតែមានបញ្ហាបែបហ្នឹងចឹងខ្ញុំមកបញ្ហាខ្ញុំមើលបញ្ហានេះហើយខ្ញុំក៏ត្បាល់ជូនគាត់ពាក់ព័ន្ធមួយយករស័រត្បាល់យកខ្លាញ់យកអីចេញអញ្ចឹងណាហើយយើងបាជាងខ្លះយកមកលើនេះឲ្យបងប្អូនឃើញនេះជាកំណក់ខ្លាញ់ដែលយើងប្រើលាងចានលាងអីជាប្រចាំថ្ងៃអញ្ចឹងទៅកាន់ទៅជាខែឬក៏ជាឆ្នាំក៏បានកកបែបនេះចឹងបងណាដែរតែតែមានបញ្ហាទឹកខ្សោយហូរយឺតអីហ្នឹងនេះជាបញ្ហាវាហើយដល់ពេលនេះដែរខ្ញុំបានសម្អាតជួបភ្ញៀវរួចរាល់អញ្ចឹងដល់ពេលយើងតេស្តទឹកហើយខ្ញុំក៏តេស្តទឹកតេស្តអីរួចរាល់អស់អញ្ចឹងទៅហើយបានហៅម្ចាស់ផ្ទះឲ្យមកមើលដែរហើយម្ចាស់ផ្ទះថាអូខេហូរខ្លាំងហើយมันមានបញ្ហាអីទៀតទេមើលទៅហើយក្នុងនឹងដែរខ្ញុំបានធានាជូនភ្ញៀវដែរចំពោះបញ្ហាបើគាត់ប្រើមានការកកស្ទះអីជូនភ្ញៀវខ្ញុំធានាជូនភ្ញៀវរយៈពេល1ខែជូនភ្ញៀវទៅវិញបើសិនមានបញ្ហាទៅធ្វើជូនភ្ញៀវអត់គិតសេវានឹងចំពោះការងារដែលខ្ញុំធ្វើនៅតាមផ្ទះដាច់ដោយឡែកតែបើចំពោះអាជីវកម្មគឺមើលតាមជាក់ស្ដែងការធានាមើលតាមការយើងដឹងស្រាប់បងប្អូនបើជាមួយអាជីវកម្មវាអាចមានបញ្ហាផ្សេងចំការគាត់ប្រើមានការកំណកកកស្ទះច្រើនដូចជាហាងខ្វេកាទៀវជាពិសេសហាងកាទៀវហាងអីចឹងណាហើយបងណាដែលមានបញ្ហាបែបហ្នឹងអីអាចតាក់ទងមកខាងបងអូនបានអញ្ចឹងអរគុណច្រើនបង